بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين سيدنا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته الحمد لله បងប្អូន مسلم ជាទីស្រឡាញ់ យើងដឹងស្រាប់ហើយថា ខែនេះគឺជាខែរ៉ាម៉ាដន ហើយវាជាខែដែលអល់ឡោះ Subhanahu wa Ta'ala បានផ្ដល់នូវប៉ះឡាជាច្រើនអត្តករណីយចំពោះអ្នកដែលបានបួសនិងបានធ្វើអាម៉ាល់អ៊ីបាដាតនៅក្នុងខែដ៏ពិសិដ្ឋនេះ ហើយរាល់អ្នកដែលមានជំនឿរាល់អ្នកដែលអ៊ីម៉ានទាំងឡាយពួកគេកំពុងខិតខំប្រឹងប្រែងបួសដើម្បីទទួលបានផលបុណ្យប៉ះឡាអំពីអល់ឡោះ Subhanahu wa Ta'ala ដូច្នោះដើម្បីឲ្យស័ក្តិសមជាមួយនឹងការខិតខំប្រឹងប្រែងនិងទទួលបានប៉ះឡាកាន់តែច្រើនអំពីអល់ឡោះ Subhanahu wa Ta'ala អ្នកដែលបួសគួរអនុវត្តនៅប្រការសុណិតដែលគេជំរុញឲ្យអនុវត្តដូចជា ទី1 អ្នកដែលបួសគួរតែតាជីលុលហ្វីទ្រី មានន័យថាប្រញាប់ប្រញាល់រស់រាន់ពន្លឿនស្រ័យបួសនៅពេលដែលដល់ម៉ោងដែលគេកំណត់ស្រ័យបួស ដោយដែលរ៉ាស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំ បានមានប្រសាសន៍ថា لا تزال الناس بخير ما عجلوا الفطرة رواه البخاري ومسلم មានន័យថាជានិច្ចកាលបុគ្គលគ្រប់រូបទទួលបាននៅប្រការដ៏ល្អដរាបណាពួកគេនៅបន្តភាពរស់រានប្រញាប់ប្រញាល់ស្រ័យបួសរបស់ពួកគេនៅពេលដែលដល់វេលាដែលបានកំណត់រាយការណ៍ដោយ Bukhari និង Muslim ទី 2 អ្នកដែលបួសគួរតែតាខេរុសសាហូរ គឺមានន័យថាផ្ទេរពេលនៅពេលហូបបាយបួសហើយក៏មិនមែនមានន័យថាឲ្យយើងផ្ទេររហូតដល់ផុតវគ្គសាហូរនោះដែរពីព្រោះសាហូរយ៉ាងនេះហូបបាយបួសគឺជាប្រការសុណិតសម្រាប់អ្នកដែលបួសហើយការហូបបាយបួសនោះដែរវាជាប្រការមួយដែលពោពេញទៅដោយបរិកាត់ដោយដែលរ៉ាស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំ បានមានប្រសាសន៍ថា تسحروا فإن في السحور بركة رواه البخاري ومسلم មានន័យថាចោពួកអ្នកសាហូរចោះយ៉ានីហូបបាយបួសចោះពិតណាស់វាគឺមានបរិកាត់រាយការណ៍ដោយ Bukhari និង Muslim បងប្អូន Muslim យើងអាចយល់អត្ថន័យបានថាគឺចង់ឲ្យយើងក្រោកហូបបាយបួសទោះបីយើងមិនឃ្លានក៏ដោយគឺយើងហូបដើម្បីបានបរិកាត់នឹងទទួលបានប៉ះឡាសុណិតបន្ថែមអំពីអល់ឡោះ Subhanahu wa Ta'ala ទី 3 អ្នកដែលបួសគួរតែយុសាននូអាយ៉ាគូនអលហ្វីតអាឡាតាំរិន គឺមានន័យថាគេសុណិតសម្រាប់អ្នកដែលបួសឲ្យស្រ័យបួសជាមួយនឹងផ្លែល្មើដោយដែលរ៉ាស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំ បានមានប្រសាសន៍ថា إذا أفطر أحدكم فليفطر على تمر فإن لم يجد فليفطر على ماء فإنه طهور رواه أبو داود والترمذي មានន័យថានៅពេលដែលម្នាក់ក្នុងចំណោមពួកអ្នកស្រ័យបួសគឺចង់ឲ្យស្រ័យបួសជាមួយនឹងផ្លែល្មើហើយប្រសិនបើគ្មានផ្លែល្មើទេនោះគឺចង់ឲ្យស្រ័យបួសជាមួយនឹងទឹកពីព្រោះវាគឺជ្រះស្អាតល្អនិងល្អដល់សុខភាពបងប្អូន Muslim យើងអាចយល់អត្ថន័យបានថានៅពេលដែលយើងស្រ័យបួសគឺចង់ឲ្យយើងស្រ័យបួសជាមួយនឹងផ្លែល្មើជាមុនសិនទើបហូបទឹកឬម្ហូបអាហារផ្សេងៗតាមក្រោយទី 4 អ្នកដែលបួសគួរតែតារគុលហុជរីមីនអលកាឡាម គឺមានន័យថាត្រូវបោះបង់ចោលនៅពាក្យសម្ដីដែលគ្មានប្រយោជន៍ដូចជាការនិយាយកុហកនិយាយដើមគេនិយាយបង្ខូចឈ្មោះគេនិយាយចាក់រុកគេដើម្បីឲ្យគេឆ្លោះគ្នាឬប្រើពាក្យសម្ដីដែលធ្វើឲ្យឈឺឬអន់ចិត្តដល់អ្នកដទៃជាដើមហើយនៅពេលដែលមាននរណាម្នាក់ចង់នាំយើងនិយាយប្រការដែលអល់ឡោះ Subhanahu wa Ta'ala ហាមឃាត់ប្រការដែលអាក្រក់នោះយើងគួរដើរចេញហើយពោលពាក្យនៅក្នុងចិត្តថាអ៊ីននីអាណាសអ៊ីមអ៊ីននីអាណាសអ៊ីមពិតណាស់ខ្ញុំគឺកំពុងតែបួសពិតណាស់ខ្ញុំគឺកំពុងតែបួសទី 5 អ្នកដែលបួសគួរតែអ៊ីកសារូមីនគីរ៉ាអាតិលកូរ៉ានវ៉ាមុដររ៉ាសាទីហ៊ី គឺមានន័យថាឲ្យច្រើននៅការសូត្រអល់កុរអាននិងរៀនអំពីវាដោយដែលរ៉ាស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំ បានមានប្រសាសន៍ថា
يعني حديث موي موقي عبد الله ابن عباس رضي الله عنهما قال كان أجود الناس وكان أجود ما يكون في رمضان حين يلقاه جبريل وكان جبريل يلقاه في كل ليلة من رمضان فيدارسه القرآن فلا رسول الله صلى الله عليه وسلم حين يلقاه جبريل أجود بالخير من الريح المرسلة متفق عليه من نيتها حديث موقي عبد الله ابن عباس رضي الله عنهما قد بان يتها رسول الله صلى الله عليه وسلم គឺជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌បំផុតហើយនៅពេលដែលគាត់មានចិត្តសប្បុរសធម៌នោះហើយគឺនៅខែរ៉ាម៉ាដននៅពេលដែលម៉ាឡាកាត់ជីប្រេលបានមកជួបជាមួយនឹងគាត់ហើយម៉ាឡាកាត់ជីប្រេលបានជួបជាមួយគាត់ជារៀងរាល់យប់នៃខែរ៉ាម៉ាដនហើយក៏បានសូត្រអល់កុរអាននិងរៀនអំពីវារឿងទីមួយផ្សេងទៀតរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថាاقرأوا القرآن فإنه يأتي يوم القيامة شفيعا لأصحابه رواه مسلم មានន័យថាចូលពួកអ្នកសូត្រអល់កុរអានចោះពីព្រោះវានឹងមកជួយអន្តរាគមន៍ដល់អ្នកដែលសូត្រវានៅថ្ងៃបរលោករាយការណ៍ដោយមូស្លីមអល់ហាំឌុលីឡាបងប្អូនមូស្លីមជាទីស្រឡាញ់នេះគឺជាប្រកាសខ្លះៗដែលជាប្រកាសសុនិតជំរុញឲ្យអ្នកដែលបួសទាំងឡាយគួរអនុវត្តវាដូច្នេះសង្ឃឹមថាយើងទាំងអស់គ្នានឹងយកចិត្តទុកដាក់ខ្ពស់ហើយខិតខំប្រឹងប្រែងធ្វើអាម៉ាល់អ៊ីបាដាតនិងប្រសំពរណាបួសរបស់យើងទាំងអស់គ្នាហើយខិតខំធ្វើប្រការសុនិតបន្ថែមទៀតដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបន្ថែមប៉ះឡាមកលើការបួសរបស់យើងកាន់តែច្រើនហើយសង្ឃឹមថាយើងនឹងបានជោគជ័យពីឌុនយ៉ារហូតដល់អាខិរ៉ាត់អាមីនយ៉ារ៉ាប់អាឡាមីនវ៉ាប៊ីលឡាហ៊ីតៅហ្វិកវ៉ាលហ៊ីដាយ៉ាوالسلام عليكم ورحمة الله وبركاته